បាទសួស្តីបងប្អូនទាំងអស់គ្នាឥឡូវនេះយើងមកវិភាគហាងឆេងមាសនៅថ្ងៃសុក្របាទដោយសារមួយថ្ងៃនេះរវល់អត់បានវិភាគតែអាទិត្យក្រោយអាចនឹងមានពេលច្រើនវិញហ្នឹងបងប្អូនអញ្ចឹងតម្លៃហាងឆេងមាសនៅក្នុងថ្ងៃនេះគឺមានការថន់ថយទៅវិញទៀតហើយបាទដោយសារមានកិច្ចចរចាខ្លះជាមួយនៅអ៊ីរ៉ង់ជាមួយនឹងសហរដ្ឋអាមេរិកហើយវាដល់ពេលដូចគ្នាផងដែរព្រោះវាឡើងទៅខ្លាំងអញ្ចឹងវាត្រូវចុះយកតម្លៃមួយដែលសមរម្យបានវាឡើងទៅវិញទៀតអញ្ចឹងមិនមែនវាចេះតែឡើងរហូតទេបងប្អូនសម្រាប់តម្លៃមាសបងប្អូនដែលជាប់គាំងបានទិញនៅតម្លៃ6000ជាងឬក៏យ៉ាងម៉េចណាអត់អីទេដោយសារតែមុនក្រោយវានឹងទៅដល់វិញទេបងប្អូនបាទហើយក៏មកដល់យើងតម្រូវការត្រូវការទិញត្រូវការអីវារៀងពិបាកត្រូវការលក់សំទោសជាវាខាតណាតែបើអត់លក់ទេបងប្អូនអាចຕົកសិនចុះវាមិនអីទេហើយយើងឃើញថាថ្ងៃនេះមាសមានរៀងថនថយបន្តិចដោយសារព័ត៌មានយប់មិញផងដែរអញ្ចឹងឥឡូវដុល្លារវាបានកើនឡើងទៅតម្លៃមួយរៀងល្អវិញហើយមាសក៏ចុះមកលំមសម្រាប់ឲ្យបងប្អូនរកឱកាសក្នុងការទិញផងដែរអញ្ចឹងយើងមកមើលបកគោប្រចាំថ្ងៃសម្រាប់ប្រចាំថ្ងៃប្រហែលថ្ងៃនេះយើងឃើញថាមាសចុះឡើងទេវាអត់តាណាទេឆ្ងាយទេតែក៏វាដល់តម្លៃមួយដែលយើងអាចទិញបានល្អហើយគឺនេះបាទ4800 4700ហ្នឹងទិញទៅបងប្អូនទិញហូលចោលទៅណាសម្រាប់បងប្អូនជួយដូរហាងឆេងមាសបើបងប្អូនអត់ទាន់មានទេអាចបង្កើត account ជាមួយនឹងខ្ញុំបាទខ្ញុំនឹងប្រាប់របៀបទិញរបៀបលក់មានភាពងាយស្រួលយ៉ាងម៉េចបាទតែចង់និយាយថាការទិញលក់មាសនេះក៏វាអ្នកខ្លះក៏អត់ស៊ីគ្នាដែរបាទគាត់ទិញមាសក្រៅរៀងលយជាងរៀងអែមជាងនេះតែនេះក្នុងនេះយើងទិញលក់មាសក៏ប៉ុន្តែការចំណេញវាមានភាពលឿនបាទអ្នកខ្លះក៏ចំណេញអ្នកខ្លះក៏មានការខាតផងដែរដោយសារផ្សារវាដើរលឿនអញ្ចឹងហានិភ័យក៏វាមានដែរអ្វីក៏ដោយគឺនៅតែមានហានិភ័យរស់ស៊ីបាទលក់ដូរអីហានិភ័យទាំងអស់ក៏តិចច្រើនសម្រាប់ទៅលើការគ្រប់គ្រងរបស់បងប្អូនទេអញ្ចឹងយើងឃើញថាតម្លៃមាសបើយើងជាមើលលក្ខណៈជា trend line ឥឡូវវាបាន break retest អញ្ចឹងយើងគួរអស់ទៅហើយចាំយើងក៏មើលកន្លែងទិញទៀតនៅតែគ្រប់ត្រឲ្យបងប្អូននៅទិញដដែលទេយើងអត់ឲ្យលក់អីច្រើនទេបើលក់តាម trend របស់វាមួយទៅបានហើយតែបើទិញយើងទិញអាចទិញ hold បានសម្រាប់តម្លៃហាងឆេងវាយើងមើល time frame 15នាទីបាទមាននៅតែចុះមកដដែលទេចុះឡើងអញ្ចឹងណាបាទនេះគឺជា support មួយសម្រាប់ថ្ងៃហ្នឹងហើយប្រហែលជាវាអាចនឹងបង្កើត resistance មួយនៅនេះបាទអញ្ចឹងវាអាចនឹងបន្តចុះម្ដងទៀតចាំយើងទិញនៅ4600ឬក៏ពាក់កណ្ដាលនេះចាំយើងទិញបន្តបាទរងចាំមើលព័ត៌មានដែរបងប្អូននោះត្រាតែមានព័ត៌មានអីសំខាន់ខ្លាំងទៅមានការប្រែប្រួលខ្លាំងទៅវិញបើអត់ទេវាអាចនឹងដើរនៅតម្លៃប៉ុណ្ណឹងឯងគឺនៅតម្លៃ4400ឬក៏4600ជាងហ្នឹងបាទអញ្ចឹងរងចាំមើលទាំងអស់គ្នាខ្ញុំនឹងអាប់ដេតបន្ថែមនៅក្នុងក្រុមឬក៏យ៉ាងម៉េចទេណាបាទដោយសារពេលនេះតម្លៃមាសវាល្មមនឹងឲ្យបងប្អូនទិញលក់បានស្រួលហើយយើងមើលទៅសម្រាប់ scalping វិញបងប្អូនទិញលក់ខ្លីៗបាទនៅពេលនេះយើងអាចទិញលក់បានសម្រាប់មាសបងប្អូនឥឡូវវាលែងដើរដូចមុនហើយអញ្ចឹងឧទាហរណ៍ថាវាដើរមួយថ្ងៃ$200ក្នុងមួយអោនអញ្ចឹងយើងត្រូវឆ្នៃធ្វើម៉េចបាទយើងរៀបចំធ្វើម៉េចកុំឲ្យវាតិចពេកឬក៏ច្រើនពេកបានន័យថា SL យើងរៀងឆ្ងាយតិចទៅនៅពេលនេះវាអត់ដូចមុនទេអញ្ចឹងបងប្អូនគួរពិចារណាកន្លែងហ្នឹងហើយផលចំណេញក៏អញ្ចឹងដែរពីមុនយើងចំណេញ 4-5 លេខល្មមតែឥឡូវយើងកាត់បន្ថយទៅវិញកាត់បន្ថយ lot size ហើយដំឡើងលេខបានន័យថាកាលមុនធ្លាប់តែចំណេញ5លេខកាត់ឥឡូវ20 30ហើយចាំកាត់ទៅហ្នឹងហើយអញ្ចឹងការភាពរបស់ខ្ញុំគឺនៅតែរងចាំបងប្អូនទិញទេមានអីអាចសួរបានបាទសម្រាប់បង្កើត account ឬក៏រកតម្លៃមួយណាដែលល្អសម្រាប់ទិញនិងលក់តែកន្លែងនេះមួយគឺចាប់អារម្មណ៍ដែរបងប្អូនចាំមើលថាវាដើរ trend line នេះនៅកន្លែងដែលវា break នេះហើយវាបានឡើងមកវិញ
ដោយសារ line នេះគឺជា support មួយដែរអញ្ចឹងវាឡើងទៅវិញបាទ line នេះ fake out អញ្ចឹងមាសអាចនឹងបន្តទៅលើទៀតអូខេបងប្អូនខ្ញុំមានតែប៉ុណ្្នឹងអរគុណបងប្អូនទាំងអស់គ្នា